ប្រយ័ត្នទិញដីជាប់បណ្ដឹងជាប់រក្សាការពារផ្ទេរសិទ្ធិមិនបានបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទថាស៊ីឋានាគឺជាអគ្គនាយករបស់ក្រុមហ៊ុនវិនិយោគគឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទិញលក់ជួលចលនាផ្ទាល់នៅក្នុងទីក្រុងភ្នំពេញនៅក្នុងថ្ងៃនេះខ្ញុំសូមចែករំលែកចំណេះដឹងមួយដែលសំខាន់ដែលពុកម៉ែបងប្អូនត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនដោយសារតែករណីនេះធ្លាប់កើតមានឡើងហើយជាបញ្ហាមួយដ៏ស្មុគស្មាញមែនទែនព្រោះធ្លាប់មានករណីដែលពុកម៉ែបងប្អូនគាត់បានទៅទិញដីហើយត្រូវតម្លៃគ្នាត្រូវលក្ខខណ្ឌបង់ប្រាក់គាត់ក៏ចាប់ផ្ដើមទូទាត់ប្រាក់តែដល់ដំណាក់កាលផ្ទេរសិទ្ធិគឺផ្ទេរមិនបានព្រោះលក្ខខណ្ឌដីឬក៏ផ្ទះមួយនោះបានជាប់បណ្ដឹងជាប់រក្សាការពារនៅខាងតុលាការដូច្នេះតើយើងគួរធ្វើយ៉ាងណាដើម្បីអាចជៀសផុតអំពីបញ្ហាមួយនេះជាយោបល់របស់ខ្ញុំពុកម៉ែបងប្អូនគួរតែសុំម្ចាស់ដីដោយត្រង់អាចនិយាយបានថាយើងនិយាយដោយភាពស្មោះត្រង់ទី1យើងត្រូវសួរគាត់ថាតើដីរបស់គាត់ឬក៏ផ្ទះរបស់គាត់នឹងមានបញ្ហាដែរឬទេទី2គួរតែសួរអ្នកជិតខាងអ្នកនៅតំបន់នោះឬក៏ជាអាជ្ញាធរមានសមត្ថកិច្ចថាតើដីឬក៏ផ្ទះរបស់គាត់ហ្នឹងកំពុងតែមានចំនួនឬក៏បណ្ដឹងប្តឹងផ្ដាល់គ្នាដែរឬទេហើយរឿងទី3ដែលពុកម៉ែបងប្អូនគួរតែធ្វើមួយទៀតនោះគឺស្នើសុំឲ្យម្ចាស់ដីគាត់ធ្វើលិខិតសុំព័ត៌មានក្បាលដីឬក៏សុំព័ត៌មានសុរិយោដីដើម្បីបញ្ជាក់ថាដីរបស់គាត់ហ្នឹងជាប់បន្ទុកដែរឬទេមានបណ្ដឹងដែរឬទេទៅខាងសុរិយោដីនេះគឺជាលិខិតផ្លូវការមួយដែលចេញដោយខាងមន្ទីរតែម្ដងដែលយើងអាចទុកចិត្តបានថាដីមួយនោះពិតជាមិនមានបណ្ដឹងឬក៏មានបណ្ដឹងបើយើងអាចស្វែងឃើញថាដីនោះឬក៏ផ្ទះនោះមិនមានជាប់ពាក្យបណ្ដឹងហើយពុកម៉ែបងប្អូនអាចធ្វើការទិញលក់ដោយស្ងប់ចិត្តហើយតែបើសិនជាយើងត្រូវថ្លៃហើយត្រូវលក្ខខណ្ឌបង់ប្រាក់ហើយតែយើងឆែកឃើញជាប់រក្សាការពារជាប់បណ្ដឹងទេសិទ្ធិមិនបានសូមពុកម៉ែបងប្អូនស្នើសុំឲ្យម្ចាស់ទ្រព្យគាត់ដោះស្រាយបញ្ហាគាត់ឲ្យរួចរាល់សិនមុននឹងយើងសម្រេចចិត្តទិញខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់នូវចំណេះដឹងការពារពុកម៉ែបងប្អូនសុវត្ថិភាពនៅក្នុងការទិញលក់ខ្ញុំបាទថៅស៊ីឋានាសូមអរគុណសូមជម្រាបលា